10 ថ្ងៃមកនេះនគរបាលបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង 80 ករណីឃាត់ខ្លួនជនសង្ស័យជាង 120 នាក់ក្នុងរយៈពេល 10 ថ្ងៃគិតចាប់ពីថ្ងៃទី 1 រហូតដល់ថ្ងៃទី 10 ខែសីហាឆ្នាំ 2026 នេះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានបន្តបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសចំនួន 85 ករណីនិងឃាត់ខ្លួនជនសង្ស័យចំនួន 120 នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃបទល្មើសទាំងនោះមានជាអាចបទល្មើសលួច 41 ករណីឆក់ 2 ករណីប្លន់ 3 ករណីឆបោក 5 ករណីហិង្សា 18 ករណីរំលោភខ្សែសន្តិវៈ 3 ករណីបំពានផ្លូវភេទ 1 ករណីប្រើប្រាស់អាវុធខុសច្បាប់ 2 ករណីឃាតកម្ម 9 ករណីនិងបង្ខាំងមនុស្សខុសច្បាប់ 1 ករណីបើតាមរបាយការណ៍មូលដ្ឋានដែលកើតមានបទល្មើសមានជាអាចរាជធានីភ្នំពេញខេត្តកណ្ដាលកំពង់ស្ពឺតាកែវកំពតព្រះសីហនុកោះកុងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យសៀមរាបកំពង់ធំព្រះវិហាររតនគិរីមណ្ឌលគិរីត្បូងឃ្មុំកំពង់ចាមស្វាយរៀងនិងខេត្តព្រៃវែង